បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះដែរខ្ញុំមានពេលតនេអញ្ចឹងណានឹកឃើញចង់និយាយរឿងរឿងខ្មោចតិចបាទរឿងពីអតីតកាលបាទកាលពី20ឆ្នាំ20ទៅចូល25ឆ្នាំហើយបាទបងប្អូន20ឆ្នាំជាងមុនបាទពីទសវត្សរ៍ណាបាទប៉ុន្តែដោយសារវាកើតឡើងអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមនឹកឃើញថាចែកម្លែកទៅណាបងប្អូនបាទចែកម្លែករឿងខ្មោចអូកាលនោះបាទអឺកាលនោះស្រុកយើងវាមិនទាន់សម្បូរសប្បាយដូចឥឡូវទេណាបងប្អូនមិនដូចឥឡូវទេបាទហើយកាលនោះក៏មានអង្គការបាទអង្គការមួយបាទមកពីក្រៅប្រទេសបាទអង្គការមកពីម៉ាឡេស៊ីបាទក៏មាន sponsor ផ្សេងមកពីបរទេសផ្សេងណាបងប្អូនបាទដើម្បីមកជួយបណ្ដុះបណ្ដាលបាទជួយបណ្ដុះបណ្ដាលអឺភាសាបរទេសបាទកាលនោះភាសាបរទេសវាស្រុកខ្មែរយើងគឺវាមិនសូវទូលំទូលាយដូចឥឡូវទេបាទកាលនោះបាទអញ្ចឹងហើយអង្គការនោះក៏គាត់ចាប់ផ្ដើមមានទីតាំងបាទមានទីតាំងគេហៅថាទីតាំងធំគេហៅថា main office របស់គាត់ហ្នឹងគឺគាត់ទីតាំងធំរបស់គាត់នៅរាជធានីភ្នំពេញក៏ប៉ុន្តែដោយសារគាត់ចង់បណ្ដុះបណ្ដាលអ្នកដែលនៅតាមខេត្តឆ្ងាយអញ្ចឹងណាបងប្អូនបាទនៅឆ្ងាយអញ្ចឹងទៅក៏ថ្នាក់ដឹកនាំអង្គការបាទគេហៅថា top manager បាទក៏រៀបចំឲ្យមានបាទឲ្យមានក្រុមការងារបាទអង្គការបាទដែលគេហៅថាសាខាបងប្អូនបាទនៅតាមបណ្ដាខេត្តនីមួយទូទាំងព្រះរាជាណាចក្រកម្ពុជាតែម្ដងបាទហើយក្នុងនោះបាទមានសាខាមួយដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺបាទបងប្អូនបាទស្ថិតនៅខេត្តកំពង់ស្ពឺតែម្ដងបាទហើយអឺខេត្តកំពង់ស្ពឺហ្នឹងគឺបងប្អូនដឹងស្រាប់ហើយគឺគ្រាន់តែឮបាទគឺជាតំបន់មួយដែលគេហៅថាវាដាច់ស្រយាលដែរកាលនោះបាទហើយមិនត្រឹមតែប៉ុណ្ណោះទេបាទក៏នៅជាប់បាទគាត់ទៅរក office រកកន្លែងបណ្ដុះបណ្ដាលណាបងប្អូនបាទរកសាលានោះបាទគឺថ្នាក់ដឹកនាំក៏ដើររកបាទថាតើកន្លែងទីតាំងណាដែលគាត់ពេញចិត្តពេលនោះគាត់ថ្នាក់ដឹកនាំក៏បានទៅដល់ខេត្តកំពង់ស្ពឺផ្ទាល់តែម្ដងបាទហើយគាត់បានដើររកទីតាំងច្រើនណាស់បាទនៅខេត្តកំពង់ស្ពឺបាទរកទីតាំងច្រើនក៏បានថ្ងៃមួយក៏បានថ្នាក់ដឹកនាំក៏បានដើរបាទបានធ្វើដំណើររហូតទៅដល់ជើងភ្នំបាទជើងភ្នំបងប្អូនគ្រាន់តែនឹកឃើញជើងភ្នំណានឹកឃើញជើងភ្នំបងប្អូននឹកឃើញមានអារម្មណ៍មួយព្រឺព្រួចជើងភ្នំកាលពីមុនមិនធម្មតាទេបាទมันមានផ្ទះដែលច្រើនដូចសម័យនេះទេបងប្អូនបាទមិនមិនជាទីប្រជុំជនអីច្រើនដូចសម័យនេះទេពីមុនឡើយគឺសូម្បីតែផ្លូវបងប្អូនបាទផ្លូវធ្វើដំណើរហ្នឹងគឺពិបាកឆ្ងាយណាបាទផ្លូវធ្វើដំណើរពិបាកហើយយើងភាគច្រើនគឺយើងធ្វើដំណើរដោយម៉ូតូមិនមានស្អីមានឡានជិះអីរហូតតែជន់មកផ្លេតដល់ដូចសម័យនេះទេបាទសម័យមុនគឺទៅដោយម៉ូតូបាទអញ្ចឹងពេលនោះបាទថ្នាក់នាំក៏បានដើរទៅជើងភ្នំក៏បានឃើញផ្ទះមួយបាក់បែកមួយកន្លែងបាទនៅជាប់ជើងភ្នំតែម្ដងផ្ទះបាក់បែកមួយកន្លែងដែលនៅជាប់ជើងភ្នំបងប្អូនទាំងអស់គ្នាបាទហើយក៏ថ្នាក់នាំមានការពេញចិត្តខ្លាំងណាស់បាទនៅផ្ទះនោះបាទអឺពេលនោះឯងក៏ផ្ទះបាក់បែកនោះគឺបានតែផ្ទះគេចោលបាទគេអត់នៅទេផ្ទះហ្នឹងគឺចោលតែម្ដងបាទចោលលបងក៏បាក់អត់មានស្អីចឹងណាបងប្អូនបាទផ្ទះក៏រៀងដូចថាស្ងាត់ចងំអត់មានមនុស្សដូចថាផ្ទះបាក់ដែលគេចោលបងប្អូនអាចស្រមៃមើលថាតើផ្ទះដែលគេចោលគឺជាផ្ទះយ៉ាងម៉េចអញ្ចឹងអឺបន្ទាប់មកទៀតខ្ញុំនឹងបកស្រាយបន្តនៅភាគបន្តនៅស្អែកទៀតបាទបងប្អូនបាទស្អែកទៀតបន្តអំពីរឿងខ្មោចនេះឯងបាទអញ្ចឹងសូមអរគុណច្រើនបាទសូមជម្រាបលា